Chìm xua bông bông ngọc nia ngày ní bàn vờ một chụp nhom mà đồng tiền hói chỉ mùi nâng cà sốt xe nở bịa muối đà miền này tha sổ lánh sọ khmài hơi miền bông bông chỉ tràn để cọt xua nhom tha phơ mặt đất đậm bầy chạ sọ ở bàn sàn hơi khi miền bay buồn chùm nói đá đầm bay bằng hàng chun bông bông tha phơ mặt đất đầm bay chạ sọ ở bàn sàn tí mũi bông bông ai chờ rứa chột nè nam mà nè đây chả sò sạt chẳng nếu bây để bông bông khơi kia chả sò sạt hói bông bông ai riêng tam kề bàn miền trái na bông bông ai chơi mơในក្នុង TikTok ในក្នុង YouTube ในក្នុង Facebook ដែលមានបងប្អូនរបស់យើងដែលគាត់ឆ្លាក់អក្សរសរសេរអក្សរស្អាតៗនៅពេលដែលបងប្អូនរើសបានថានរណាមួយសរសេរអក្សរស្អាតហើយបងប្អូនចូលមកដើម្បីរៀនតាមសរសេរតាមគឺវឹកហាត់បងប្អូនវឹកហាត់ឲ្យបានខ្លាំងព្យាយាមសរសេរព្យាយាមរឿយទៅបងប្អូននឹងអាចចេះឆ្លាក់ដូចគេហើយទី2បងប្អូនត្រូវជ្រើសរើសក្រដាស់សៀវភៅឬក៏ក្រដាស់រាមណាដែលងាយស្រួលសរសេរដូចជាបងប្អូនឃើញខ្ញុំសរសេរស្រាប់នេះបើសិនជាខ្ញុំជ្រើសរើសយកក្រដាស់រាមដែលខុសខ្ញុំសរសេរស្លាបផ្កានេះសរសេរអកាទេបងប្អូនដោយសារតែក្រដាស់រាមខុសសរសេរទៅគឺវាផ្តាក្រដាស់រាមជាមួយនឹងទឹកស្លាបផ្កានេះហើយធ្វើឲ្យអក្សរចេញមកវាផ្តាមើលមិនស្អាតធ្វើមិនស្អាតសរសេរមិនស្អាតហើយមកចំណុចទៀតទី3បងប្អូនអាចជ្រើសរើសយកប្រភេទប៊ិចថាតើប្រភេទប៊ិចប្រភេទស្លាបផ្កាមួយណាដែលបងប្អូនគិតថាសរសេរទៅងាយស្រួលក្នុងការសរសេរទៅវាមិនធ្វើឲ្យយើងចុកដៃកាលណាដែលយើងសរសេរទៅចុកដៃទាញទៅទឹកវាមិនចង់ចេញអីនោះអាចធ្វើឲ្យបងប្អូនមានអារម្មណ៍ថាធុញទ្រាន់នៅក្នុងការសរសេរហើយអញ្ចឹងសរុបមកវិញខ្ញុំមាន3ចំណុចហ្នឹងដែលឲ្យបងប្អូនជ្រើសរើសឲ្យជាគន្លឹះដើម្បីឲ្យបងប្អូនចេះសរសេរដូចអក្សរខ្មែរឆ្លាក់អក្សរខ្មែរដូចបងប្អូនដូចខ្ញុំដែរទី1គឺបងប្អូនសង្ខេបឡើងវិញគឺទី1គឺបងប្អូនត្រូវជ្រើសរើសយកនរណាម្នាក់ពុំអក្សរណាមួយដែលបងប្អូនគិតថាគេឆ្លាក់ស្អាតគេសរសេរស្អាតយកមករៀនតាមគេទី2គឺបងប្អូនត្រូវជ្រើសរើសក្រដាស់សៀវភៅឬក៏ក្រដាស់រាមណាដែលសរសេរទៅវាមិនបតាជាមួយនឹងទឹកស្លាបផ្កាប៊ិចឬក៏ងាយស្រួលក្នុងការសរសេរហើយទី3គឺបងប្អូនត្រូវតែរើសប៊ិចឬក៏ស្លាបផ្កាណាមួយជក់ណាមួយហ្វឺតណាមួយដែលងាយស្រួលសរសេរមាន3ចំណុចនេះដែលបងប្អូនទាំងអស់គ្នាអាចយកទៅអនុវត្តបានដែរហើយចំណុចចុងក្រោយដែលខ្ញុំចង់បង្ហាញគឺព្យាយាមបងប្អូនព្យាយាមថ្ងៃនេះយើងសរសេរអត់បានស្អាតថ្ងៃស្អែកយើងអាចសរសេរស្អាតឬក៏មិនស្អាតអាស្រ័យលើការព្យាយាមការវឹកហាត់របស់យើងនោះទេហើយវីដេអូនេះគឺមានតែប៉ុណ្ណោះទេដែលចង់បង្ហាញជូនបងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់ពេលនេះអរគុណច្រើនជំរាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត